Siêu phứประวัติศาสตร์ประเทศกัมพูชีក្បាលទី1ប្រទេសកម្ពុជាតាមរឿងនិទាននិងសិលាចារឹកជំពូកដើមឥណ្ឌូចិននិងប្រជាជននៅដើមគ្រិស្តសករាជនិងនៅដើមមហាសករាជហិណ្ឌូ 1. អំពីទឹកដីប្រសិនបើគេពិនិត្យមើលផែនទីទ្វីបអាស៊ីជាដំបូងគេសង្កេតឃើញមានកោះធំៗ3ស្ថិតនៅខាងត្បូងនិងកោះមួយនៅខាងលិចគឺទីបកោះអារ៉ាប់ដែលយើងនឹងមិនយកចិត្តទុកដាក់នោះទេទីបកោះមួយទៀតនៅចំកណ្ដាលគឺឧបទ្វីបឥណ្ឌាដែលមានរាងត្រីកោណនិងមានកោះសេរីលង្កានៅត្រង់កំពូលតែខិតមកខាងឦសានបន្តិចកោះនោះប្រៀបបានទៅនឹងពេជ្រមួយគ្រាប់ដែលឆ្នៃឡើងដោយជាងមកពីប្រទេសហូឡង់ទីបកោះទី3នៅខាងកើតនោះគឺឧបទ្វីបឥណ្ឌូចិនទីបកោះនេះមានរាងដូចជាថង់រៃអង្គាសប្រាក់ដែលមានទីបកោះមួយព្យួរជាប់នឹងចង្កេះមានរាងដូចជាខ្សែបន្តោងដែលមានខាងចុងរីកធំដូចជាថ្នក់អ្វីមួយនោះគឺទីបកោះម៉ាឡាការាងវែងហើយរាវដែលមានឈ្មោះថាដែនដីសវណ្ណភូមិនៅក្នុងផែនទីរបស់តូលេមេតាមមើលទៅទីបកោះនេះប្រហែលជានៅដាច់ផុតពីទ្វីបទៅឡើយកាលពីដើមគ្រិស្តសករាជដោយដៃសមុទ្រមួយត្រង់បួដីដែលមានឈ្មោះថាក្រាបើគេទុកផែនទីដែលបង្ហាញប្រទេសជាច្រើននេះរួចយកផែនទីដែលបង្ហាញពីឥណ្ឌូចិននៅក្នុងមាត្រដ្ឋានធំព្រមទាំងមានកោះទាំងឡាយនៅក្នុងសមុទ្រខាងត្បូងពោលគឺអាំងស៊ីឡាំងផងយកមកមើលវិញគេឃើញមានសមុទ្រតូចមួយនៅចន្លោះឧបទ្វីបឥណ្ឌូចិននិងទីបកោះម៉ាឡាកាសមុទ្រនោះមានឈូងមួយនៅខាងជើងសមុទ្រនោះគឺសមុទ្រសៀមរីឯឈូងសមុទ្រនោះគឺឈូងសមុទ្របាងកកនៅពីខាងនិរដីនៃទីបកោះម៉ាឡាកាដ៏វែងមានកោះធំមួយគឺកោះស៊ូម៉ាត្រាហើយនៅខាងចុងកោះនោះគឺកោះជ្វាដ៏ល្អត្រកាលនៅខាងកើតនោះទៀតគឺកោះបឺណេអ៊ូដែលជាកោះធំជាងគេនៅលើโลกរួចហើយមានកោះរាប់ពាន់មានតូចមានធំនៅប្រមូលផ្ដុំគ្នាជាប្រជុំកោះដែលតភ្ជាប់ចេញពីទីបកោះម៉ាឡាកានិងកោះទាំងឡាយរបស់ម៉ាឡេស៊ីនៅខាងកើតចម្ងាយប្រហែលជាង800គីឡូម៉ែត្រកោះតូចធំទាំងអស់នេះអាចជាកំពូលភ្នំនៃទ្វីបធំមួយដែលបានលិចកោះបាត់ទៅក្រោមទឹកសមុទ្ររីឯវាលទំនាបនិងជ្រលងភ្នំស្ថិតនៅក្នុងទីជម្រៅនៅពេលដែលគេពិនិត្យឃើញថាទីបកោះម៉ាឡាកាដ៏វែងនេះនៅផ្គុំគ្នាជាមួយនឹងឧបទ្វីបឥណ្ឌូចិនដ៏ធំដែលមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសចិននោះគេអាចនឹងយល់បានអំពីការតាក់ទងគ្នាខាងប្រវត្តិសាស្ត្រនៃបណ្ដាប្រជាជាតិនិងប្រជាជនដែលកើតបានជាជាតិសាសន៍ផ្សេងៗឡើងនៅលើទឹកដីដ៏ធំទូលាយនេះហើយគេក៏យល់បានដែរថាគេមិនអាចនិយាយអំពីជាតិសាសន៍ណាមួយដោយមិននិយាយអំពីជាតិសាសន៍ផ្សេងទៀតសោះនោះទេឥឡូវនេះសូមបែរមកពិនិត្យមើលផែនទីលម្អិតរបស់ឧបទ្វីបឥណ្ឌូចិនវិញម្ដងបើលោកអ្នកពិនិត្យជួរភ្នំដ៏វែងដែលលាតសន្ធឹងនៅលើឧបទ្វីបនេះលោកអ្នកនឹងឃើញថាមានទន្លេស្ទឹងធំៗដែលហូរកាត់ជួរភ្នំនេះទន្លេស្ទឹងទាំងនោះហូរនាំចេញពីជ្រលងភ្នំទាំងឡាយដែលបញ្ជាក់ឲ្យឃើញថាឥណ្ឌូចិនជាកូនស្រីនៃទន្លេទាំងអស់នោះនិងថាចិត្តសាស្ត្រប្រកបទៅដោយអរិយធម៌ទាំងឡាយដែលគេប្រទះឃើញនៅទីនេះសុទ្ធតែបានកាត់ឡើងនៅលើដីល្បាប់ដែលទន្លេស្ទឹងហូរនាំមកចាក់បំពេញបន្តិចម្ដងហើយទន្លេស្ទឹងទាំងអស់នោះបានហួតស្ងួតអស់ទៅដោយកម្ដៅព្រះអាទិត្យយ៉ាងណាមិញតុងកឹងជាកូនរបស់ទន្លេក្រហមនិងទន្លេសុងម៉ាកម្ពុជាជាកូនរបស់ទន្លេមេគង្គឬមេទឹកប្រទេសសៀមជាកូននៃទន្លេមេណាមដែលមានន័យថាមេទឹកដែរប្រទេសភូមាជាកូនរបស់ទន្លេអេរ៉ាវ៉ាតីនិងទន្លេសានូអង់ទន្លេទាំងអស់សុទ្ធតែមានប្រភពចេញពីភ្នំដ៏ធំគឺភ្នំហេម៉ាឡ័យខ្មែរហៅថាភ្នំហេមពាន្តនៅទីបេក្រោយពីបានពិនិត្យមើលភ្នំនិងសិក្សាទន្លេទាំងឡាយរួចនោះគេនឹងមិនលំបាកនឹងគិតស្រមៃក្នុងចិត្តទេដើម្បីគូសវាសផែនទីនៃប្រទេសទៅតាមដែលព្រះឥន្ទលោកអាចនឹងពិនិត្យមើលឃើញនៅពេលដែលលោកគង់នៅលើដីដ៏ខ្ពស់ដោយក្រឡេកតែមួយភ្នែកអាចមើលឃើញឧបទ្វីបទាំងមូលជាដំបូងខាងជើងគឺជាភ្នំធំក្រាស់ដែលលាតសន្ធឹងពីខាងកើតទៅលិចព័ទ្ធជុំវិញឈូងសមុទ្រតុងកឹងចុះមកខាងត្បូងភ្នំធំក្រាស់នេះសន្តានដីត្រូវបានកត់សម្គាល់ដោយជួរភ្នំអាណាមដែលចោតបន្តិចពីខាងកើតប៉ុន្តែរាងទេទៅខាងលិចមានខ្ពង់រាបខ្ពស់ទាបបន្តបន្ទាប់បន្លាយត្រង់កន្លែងខ្លះរហូតជិតដល់ទន្លេមេគង្គនៅខាងនិរដីជួរភ្នំអាណាមរីកជាភ្នំធំក្រាស់ដែលលាតសន្ធឹងពីសមុទ្ររហូតដល់ខាងត្បូងឡាដាត់និងទៅដល់កូសាំងស៊ីនទៀតនៅទិសខាងលិចវិញ
មានជួរភ្នំតូចនិងខ្ពង់រាបដែលបន្តតភ្ជាប់ចេញពីភ្នំហេម៉ាឡៃដែរហើយញែកប្រទេសសៀមចេញជាពីរគឺប្រទេសឡាវនិងកម្ពុជានិងជាបន្ទាត់ខណ្ឌចែកទឹកដីរវាងអាងទន្លេមេគង្គនិងទន្លេមេណាមទីបំផុតមានជួរភ្នំទី3មួយទៀតដែលបែកចេញពីភ្នំធំក្រាស់ហេម៉ាឡៃនៅទីបេដែរជួរភ្នំដ៏វែងតែតូចចង្អៀតនេះលាតសន្ធឹងចេញពីប្រទេសភូមាខាងលើបែងចែកភូមាជាពីរហើយជាទំនំឆ្អឹងរបស់ទីកោះម៉ាឡាកាបន្តបកបញ្ចប់នៅក្នុងសមុទ្រខាងត្បូងជាកោះជាច្រើនខណ្ឌដោយដៃសមុទ្រតូចធំឬដោយសមុទ្រតូចនិងស្កប់ស្ងាត់ដូច្នេះគេពិនិត្យឃើញថាមានជួរភ្នំ3នៅឥណ្ឌូចិនជួរភ្នំទាំងនោះមានប្រភពចេញពីភ្នំធំក្រាស់ហេម៉ាឡៃនៅទីបេហើយសន្ធឹងមកខាងត្បូងទាំងអស់គ្នាបង្កើតបានជាអាងធំ4ដែលមានទន្លេវែង4ហូរកាត់អាងទន្លេទាំងនោះជាជម្រករស់នៅនៃជាតិសាសន៍ទាំង5គឺអាងទន្លេមេគង្គដែលជាជម្រកនៃប្រទេសលាវនៅខាងជើងរួចប្រទេសកម្ពុជានិងកូសាំងស៊ីននៅខាងត្បូងអាងទន្លេមេណាមជាជម្រកនៃប្រទេសសៀមអាងទន្លេអេរ៉ាវ៉ាតីជាជម្រកនៃប្រទេសភូមានិងអាងនៃទន្លេក្រហមដែលជាជម្រកនៃប្រទេសតុងកឹងនៅមានជួរភ្នំមួយទៀតដែលជាព្រំដែនរវាងប្រទេសកម្ពុជានិងខេត្តមួយចំនួនរបស់ប្រទេសសៀមនោះគឺភ្នំដងរែកភ្នំនេះមានចង្កេះខាងត្បូងចោតខ្លាំងក៏ប៉ុន្តែតាមពិតភ្នំនេះជាខ្ពង់រាបដ៏ធំមួយដែលជាប់នឹងឈូងសមុទ្រដ៏ជ្រៅមួយកាលពីសម័យដើមជួរភ្នំនេះសន្ធឹងកាត់អាងទន្លេមេគង្គពីកើតទៅលិចក៏ប៉ុន្តែវាមិនបានដង្វែរទៅដៅរបស់ទន្លេនោះទេទឹកហូរនាំយកដីគ្រប់ទិសទីចាក់ទៅក្នុងទន្លេរួចហូរពីទន្លេសម្ដៅទៅសមុទ្រខាងត្បូងតាមមើលទៅកាលពីសម័យមួយដ៏យូរលង់ដែលនៅពេលនោះប្រទេសកម្ពុជានិងកូសាំងស៊ីនមិនទាន់កកើតនៅឡើយទឹកសមុទ្របានឡើងដល់ត្រឹមជើងភ្នំដងរែកនេះឯងរីឯមាត់ពាមរបស់ទន្លេមេគង្គគឺស្ថិតនៅត្រង់ចន្លោះបាសាក់និងខោតពេលនោះទឹកដីកូសាំងស៊ីននិងកម្ពុជាស្ថិតនៅក្នុងបាតឈូងសមុទ្រនៅឡើយកន្លែងឈូងសមុទ្រនោះសពថ្ងៃនេះគឺបឹងទន្លេសាបកាលនោះមានបឹងធំមួយនៅខាងជើងភ្នំដងរែកទឹកបឹងនេះរីខាស់បន្តិចម្ដងคล้ายទៅជាវាលទំនាបមួយប្រកបទៅដោយជីវជាតិដែលលោកបាតេលេមីបានបរិយាយនៅក្នុងឆ្នាំ1907ហើយដែលមានទន្លេសេមូននិងដៃរបស់ទន្លេនេះគឺស្ទឹងសេស៊ីហូរកាត់សពថ្ងៃទាំងនេះគឺជាកាកសំណល់ដែលនៅសេសសល់ពីកូនសមុទ្រមេឌីទែរ៉ាណេតូចមួយដែលទឹកសមុទ្របានស្រកថយបាត់អស់ទៅតែឡើងមកលិចម្ដងដែរកាលណាទឹកចូលនៅទីនោះរៀបស្មើតែនៅរក្សាជាតិប្រៃនៅឡើយក្រោយរដូវភ្លៀងម្ដងគេឃើញមានឡើងក្រាមជាតិប្រៃក្រាមនៅលើដីដែលអ្នកស្រុករមែងប្រមូលយកមកស្លជាអំបិលគ្រប់គ្រាន់សម្រាប់តម្រូវការនៅក្នុងតំបន់បាតុភិបនេះអាចនឹងកើតមានឡើងដូចគ្នានៅក្នុងអនាគត10ឬ15សតវត្សតទៅមុខទៀតចំពោះបឹងទន្លេសាបដែលពីមុនប្រៃហើយការដែលគេដាក់ឈ្មោះថាសាបនេះអាចជាការបញ្ជាក់ថាទឹកទន្លេនេះកាលពីមុននៅប្រៃតិចឬមិនស្រួលទទួលទានប៉ុន្មាននោះទេទោះបីជាឥឡូវទឹកនេះបានសាបទៅហើយក៏ដោយនៅប្រទេសសៀមឯណោះវិញកាលពីសម័យនោះទឹកសមុទ្រប្រហែលជាឡើងរហូតដល់ត្រឹមនគរសវណ្ណត្រង់ខាងលើចំណុចដែលមានស្ទឹងពីរហូរចូលមកទន្លេមេណាមឥឡូវប្រជាជនដែលរស់នៅទីនោះកាលពីពេលនោះមានដីខ្ពស់តែត្រង់ផ្នែកខាងលើនៃអាងទន្លេមេណាមនៅខាងជើងប៉ុណ្ណោះនិងជំរាកដីដ៏ធំទូលាយមួយនៅតាមជើងភ្នំប៉ាតាវីពេត្រូនិងប៉ាយ៉ង់នៅខាងកើតនិងតាមជើងភ្នំតេណាស៊ីរីមនៅខាងលិចតំបន់ទាំងអស់ជុំវិញអយុធ្យាត្រង់កោះណងស្នោដែលជាទីតាំងរបស់ទីក្រុងនេះហើយនិងតំបន់ជុំវិញបាងកកដែលជាទីក្រុងទំនើបរបស់សៀមសប្តាហ៍ថ្ងៃកាលនោះនៅក្រោមទឹកសមុទ្រនៅឡើយដីកន្លែងនេះចាប់លេចចេញពីទឹកនៅដើមគ្រិស្តសករាជយើងនេះប៉ុន្តែបាងកកនៅតែជាតំបន់សម្បូរទៅដោយបឹងបួដដែលហេតុការណ៍ដូចគ្នានេះក៏កើតមានឡើងនៅឯរ៉ង់ហ្គូននៅបាសែននិងហេងសាដារបស់ប្រទេសភូមាផងដែរទឹកដីទាំងអស់នេះផ្អៀងទម្លាក់ខ្លួននៅចន្លោះភ្នំអារ៉ាក់
កាសាម៉ានៅខាងលិចចូលទៅខាងត្បូងរហូតដល់ជ្រោយនេហ្គេនៅភ្នំពេគូយ៉ាម៉ានៅខាងកើតបង្កើតបានជាឈូងសមុទ្រមួយដែលមានទន្លេអេរ៉ាវ៉ាតីហូរចូលមក